ពេលធនាគាររបស់អ្នកទទួលការទូទាត់តាមកាតប្រព័ន្ធរបស់អ្នកคล้ายជាផ្នែកមួយនៃខ្សែសង្វាក់ជំនឿទុកចិត្តសកល Pseudosys គឺជាស្តង់ដារសុវត្ថិភាពដែលការពារទិន្នន័យអ្នកកាន់កាតនៅក្នុងការងារ ETH ប្រចាំថ្ងៃការសម្រេចចិត្តរបស់អ្នកមានឥទ្ធិពលធំលើការរក្សាការអនុលោមដើមក្នុងប៉ុន្មាននាទីបន្ទាប់អ្នកនឹងស្គាល់ថា Pseudosys ជាអ្វីៗខ្លះស្ថិតក្នុងវិសាលភាពនិងវិន័យគ្រប់គ្រងជាក់ស្ដែងដែលអាចអនុវត្តបានក្នុងបរិបទធនាគារពិតសូមគិតថា Pseudosys ជាគោលការណ៍រួមសម្រាប់មនុស្សដំណើរការនិងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងទិន្នន័យកាតសម្រាប់ក្រុម ETH គោលដៅសាមញ្ញរក្សាទិន្នន័យអ្នកកាន់កាតនៅតែត្រឹមកន្លែងដែលចាំបាច់ហើយចាក់សោសុវត្ថិភាពលើគ្រប់ប្រព័ន្ធដែលអាចប៉ះពាល់វាយើងនឹងផ្ដោតលើអនុវត្តជាក់ស្ដែងនិងការអនុលោមតាមមិនមែនជាពាក្យណែនាំផ្នែកច្បាប់ទេបន្ទាប់មកគឺវិសាលភាពព្រោះវិសាលភាពជាអ្វីដែលបង្កើតការងាររបស់អ្នក Cardholder Data Environment ឬស្ទើរមានន័យថាបរិស្ថានដែលផ្ទុកដំណើរការឬបញ្ជូនទិន្នន័យអ្នកកាន់កាតវាក៏រួមបញ្ចូលប្រព័ន្ធដែលភ្ជាប់និងអាចប៉ះពាល់ដល់សុវត្ថិភាពផងដែរនៅក្នុងធនាគារវាមានជាញឹកញាប់ដូចជា Payment Application មូលដ្ឋានទិន្នន័យ Admin Jump Host និងផ្លូវបណ្ដាញរវាងពួកវានេះជាឧទាហរណ៍សម្រាប់ធនាគារប្រសិនបើសាខាមួយប្រើ Terminal ទូទាត់ដែលផ្ញើប្រតិបត្តិការទៅ Payment Switch នៅ Data Center របស់អ្នកនោះ Switch និង Server គាំទ្ររបស់វាស្ថិតក្នុងវិសាលភាពប្រសិនបើប្រព័ន្ធ Monitoring របស់អ្នកអាច Login ចូល Server ទាំងនោះវាក៏អាចស្ថិតក្នុងវិសាលភាពដែរ Segmentation អាចជួយកាត់បន្ថយវិសាលភាពប៉ុន្តែត្រូវរចនានិងធ្វើ test ឲ្យបានត្រឹមត្រូវឥឡូវយើងបំលែងវាទៅជាសកម្មភាព ETH ប្រចាំថ្ងៃដំបូងគ្រប់គ្រងសិទ្ធិចូលប្រើETH ឯកតាគោលការណ៍ Least Privilege និង MFA ដែលរឹងមាំសម្រាប់ការចូលប្រើ Admin ទៅប្រព័ន្ធ Siri MFA គឺការផ្ទៀងផ្ទាត់ច្រើនកត្តាដើម្បីបន្ថែមសុវត្ថិភាពពេល Login ទី2រក្សាការកំណត់ប្រព័ន្ធឲ្យរឹងមាំនិងធ្វើ patch ជាប្រចាំទី3កត់ត្រានិងត្រួតពិនិត្យសកម្មភាពដើម្បីរកឃើញអាកប្បកិរិយាមិនធម្មតាបានលឿននេះជាឧទាហរណ៍ធ្វើនិងមិនធ្វើសម្រាប់ការចូលប្រើត្រូវប្រើ Admin Account ដាច់ដោយ Like MFA និង Jump Server ដែលគ្រប់គ្រងបានសម្រាប់ការគ្រប់គ្រង Siri Jump Server គឺម៉ាស៊ីនកណ្ដាលសម្រាប់ចូលគ្រប់គ្រងប្រព័ន្ធដោយកំណត់ការចូលតាមច្រកតែមួយមិនត្រូវគ្រប់គ្រង Server ក្នុង Siri ពី Workstation ប្រចាំថ្ងៃដែលប្រើ Email និង Browse Web ឡើយ Shortcut តែមួយនេះអាចធ្វើឲ្យ Phishing คล้ายទៅជាសិទ្ធិ Admin បានបន្ទាប់គឺការកំណត់រចនាសម្ព័ន្ធឲ្យមានសុវត្ថិភាពនិងការគ្រប់គ្រងភាពងាយរងគ្រោះប្រើ Hardened Build ស្តង់ដារលុប Default Account និងពិនិត្យ Firewall Rule ដើម្បីអនុញ្ញាតតែ port និងប្រភពដែលចាំបាច់ធ្វើ Authenticated Vulnerability Scan នៅកន្លែងដែលសមស្របតាមដាន Findings ហើយជួសជុលតាមហានិភ័យនិងការប៉ះពាល់ចាប់ផ្ដើមពីផ្លូវដែលបើកទៅអ៊ីនធឺណិតនិងចូលទៅកាន់ Siri នៅចៅដានទៅវិញមានវសម្រាប់ការ Flash Tour Truth Ktra Ning Knum Car Flash Tour Low Firewall Nung CDE Payment Application Ning City Database Pandat McTruth Validate Pandat Pan Flash Tour Min Truth Devo Emergency Rule Change Hoi Duk Vanawas Then Pub to Emra Picade Sapna Kika Artam Tan to MPOIK V Telpen to Carson Not Eppen to Carson ចុងក្រោយសូមចាត់ទុក log ដូចជាផ្ទុកដាង Promo log របស់ Siri ទៅកន្លែងកណ្ដាលការពារកុំឲ្យមានការកែប្រែនិងសំកាលកម្មពេលវេលាដើម្បីឲ្យការស៊ើបអង្កេតទុកចិត្តបានតាមដានសញ្ញាសំខាន់សម្រាប់ធនាគារដូចជាការបង្កើត Admin Account ថ្មី Remote Access ក្រៅម៉ោងធម្មតាការបរាជ័យផ្ទៀងផ្ទាត់ម្ដងហើយម្ដងទៀតឬការផ្លាស់ប្ដូរ binary របស់ Payment Application Sumsen kept vid el Guatemala en Kunkting Bia Vizal Pub CD Arpis Kank Hoikat Panthiva Toy Segmentation Tau Pampni Jack Ning Dvotest Kong Kagurp Gring City Cool Pro Toy Least Privilege Ning MFA Pendapau Kring Mam Ning Vo Patch To MP Kat Panthabab and Gyringer U Hoi Kunk Tetraza Truat Binity Ning Kunuva Change Control To MPOE Prista Nerpskunk No Technoloam Tam Riengra Halthing I ដើម្បីទទួលបានវិញ្ញាបត្របណ្ដុះបណ្ដាល Pseudosys របស់អ្នកសូមបំពេញ LAMS keys និង attestation បន្ទាប់ពីវីដេអូនេះភ្លាមសូមឆ្លើយដោយផ្អែកលើរបៀបដែលប្រព័ន្ធរបស់អ្នកដំណើរការពិតប្រាកដនៅថ្ងៃនេះហើយជ្រើសរើសការកែម្អមួយដែលអ្នកអាចអនុវត្តបានក្នុងខែនេះពេលអ្នកដាក់ស្នើទាំងពីរវិញ្ញាបនបត្ររបស់អ្នកនឹងត្រូវចេញដោយស្វ័យប្រវត្តិនៅក្នុង LAMS